ទើបតែមានបញ្ញាបានមើលឃើញកិច្ចការដ៏កម្រក្រក្រៃលែងបំផុតដែលលោកបានថែរក្សាកូនប្រុសកូនស្រីហ្នឹងសម្រាប់អ្នកដែលអត់បញ្ញាមើលអត់ឃើញទេអត់ឃើញតែមេត្តាបិតារបស់ខ្លួននោះចិញ្ចឹមបីបាច់ថែរក្សាខ្លួននឹងដោយការលំបាកយ៉ាងណានោះតស៊ូនឹងការចិញ្ចឹមខ្លួនយ៉ាងណានោះអត់ដឹងទេជាជនភាគច្រើនមនុស្សចំនួនច្រើនណាស់ដែលមិនឃើញការងាររបស់មេត្តាបិតាបានធ្វើមកលើខ្លួនហ្នឹងនេះគឺជនឥតបញ្ញាសម្រាប់អ្នកដែលពៀនបញ្ញាគឺគេមើលឃើញគេថាការដែលគេបានកើតមកជាកូនរបស់លោកឪពុកអ្នកម្ដាយនោះតាំងពីតូចក្រូចឆ្មាមកហ្នឹងមេត្តាបិតាគាត់មានសេចក្តីទុក្ខលំបាកក្នុងការបីបាច់ថែរក្សាចិញ្ចឹមកូនរបស់ខ្លួនហ្នឹងតាមពិតទៅលោកឪពុកអ្នកម្ដាយគាត់តស៊ូណាស់នឹងកូនការចិញ្ចឹមកូនហ្នឹងតស៊ូមិនគិតពីនឿយពីហត់នៃកម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនទេហើយលោកឪពុកអ្នកម្ដាយនេះมันមានស្រឡាញ់អ្វីក្រៃលែងជាងកូនរបស់ខ្លួនមិនមានទេអានឹងជាសេចក្តីពិតនៅក្នុងលោកនេះប៉ុន្តែបើកូននឹងជាបុគ្គលដែលអត់បញ្ញាមើលអត់ឃើញទេបងចេះតែរស់នៅស្រួលសប្បាយទៅសម្រាប់តែជីវិតឯងអត់បានឆ្លោះបញ្ចាំងមើលដល់មេត្តាបិតារបស់ខ្លួនទេសូម្បីតែខ្លួនឯងនឹងមានកូនហើយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូននឹងក៏តស៊ូនឹងថែរក្សាកូនរបស់ខ្លួននឹងក៏យ៉ាងក្រៃលែងដែរតែអត់បាននឹករលឹកឃើញទេដែលបាននឹករលឹកឃើញថាយីអញថែរក្សាចិញ្ចឹមបីបាច់កូនរបស់អញលំបាកយ៉ាងនេះប្រហែលជាលោកឪពុកអ្នកម្ដាយអញកាលដែលអញនៅតូចនឹងលំបាកនឹងអញនឹងយ៉ាងនឹងដែរក៏អត់មើលឃើញទេនេះមកអត់បញ្ញាអត់ឆ្លោះបញ្ចាំងនេះទេនេះជាសង្គមរបស់មនុស្សតែបើកូនដែលមានបញ្ញាគេឃើញជាងការគេមានកូនរបស់ផងគេស្រឡាញ់កូនគេនឿយហត់ក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនណាគេនឹកឃើញចឹងក៏អញនៅតូចមាញ់ក៏លោកឪពុកអ្នកម្ដាយក៏ថែក៏រក្សាអញមានសេចក្តីលំបាកសម្រាប់ជីវិតអញហ្នឹងក៏ដូចជាអញរក្សាកូនហ្នឹងដែរយ៉ាងនេះมันកើតមកជាមនុស្សមានពីរចឹងញោមមើលក្នុងសង្គមយើងនៅក្នុងភូមិយើងនេះមនុស្សច្រើនណាស់ដែលអត់បានដឹងថាមេត្តាបិតាជាអ្នកដែលតស៊ូបដូរផ្ដាច់សម្រាប់ជីវិតអញដែលជាកូននឹងបានអញរស់រានមានជីវិតបានសេចក្តីសុខកើងរុងរឿងដល់មកសប្តាហ៍ថ្ងៃអត់ដឹងទេបងពីសម័យព្រះសម្មាសម្ពុទ្ធជាបរមគ្រូគង់នៅឡើយណាមានស្ដេចមួយឈ្មោះអាជាតសត្រូវ
ស្ដីអាជាសត្រូវនេះលោកទៅសែបគប់មិត្តខុសសែបគប់មិត្តពៀលតាមពិតទៅមិត្តដែលជាពៀលនឹងព្យាយាមអូសទាញអាជាសត្រូវដែលនៅជាកុមារនៅឡើយគឺទេវទត្តជាមនុស្សពៀលជនពៀលអ្នកបួសពៀលយ៉ាងហ្មងទេវទត្តនេះគាត់ប្រាថ្នាចង់បានខ្លួនគាត់នឹងទៅជាពុទ្ធដែរបិជេកនឹងពុទ្ធម្ល៉េះហើយក៏រកឧបាយព្យាយាមដើម្បីរកនរណាមួយជាកម្លាំងរបស់ខ្លួនជាទេវទត្តដើម្បីនឹងធ្វើនៅអំពើបាបកម្មអាក្រក់សម្លឹងនោះឃើញថាអាជាសត្រូវជាកូនរបស់ក្សត្រព្រះបាទពិមពិសាណាជាអ្នកមានអំណាចហើយក៏ទៅលួងលោមអាជាសត្រូវมันពន្យល់ថាព្រះរាជកុមារជាមកុដរាជកុមារជាអ្នកត្រូវទទួលស្នងរាជអំពីពវបិតាដែលព្រះអង្គដាក់រាជទៅនឹងឬក៏ទីបង្គាត់សកត់ទៅនឹងប៉ុន្តែពវបិតានៅក្មេងផងម្ល៉េះហើយព្រះរាជកុមារមិនងាយនឹងបានទទួលតំណែងជាក្សត្រជាស្ដេចគ្រប់គ្រងរាជទេយូរណាស់បើយ៉ាងធ្វើម៉េចឲ្យបានឆាប់បានទទួលរាជសម្បត្តិមានអំណាចគ្រប់គ្រងរាជសម្បត្តិណាដល់អញ្ចឹងទេវទត្តនឹងបញ្យុឲ្យកុមារអាជាសត្រូវនឹងទៅចាប់ឪឯងនឹងទៅពិឃាតទៅសម្លាប់ឪឯងដើម្បីឲ្យឆាប់បានកើតជាស្ដេចអានឹងមិត្តពៀលសែបគប់មិត្តពៀលដល់អញ្ចឹងអាជាសត្រូវក៏ឲ្យពួកអាមាត្យទៅចាប់ពវបិតាទៅដាក់ក្នុងទ្រុងដាក់គុកក្នុងទ្រុងដែកហើយហាមមិនឲ្យមាននរណាមួយចូលទៅជិតទេអនុញ្ញាតឲ្យតែពវមេត្តាមួយណាអកមហេសីចូលទៅសួរសុខទុក្ខឲ្យបានដល់អញ្ចឹងពវមេត្តាលោកមានសិទ្ធិចូលទៅសួរសុខទុក្ខប្រស្វាមីនៅក្នុងទ្រុងដែកពន្ធនាគារណាទៅកាលណាទៅពវមេត្តានាំមកហូបអាហារទៅថ្វាយព្រះស្វាមីនឹងសោយរៀងរាល់ថ្ងៃដែលចូលទៅនោះបានអាជាសត្រូវសួរអាមាត្យថាអាមាត្យពវបិតាអញសកត់ឯនៅអស់ជីវិតឯនៅអាមាត្យអ្នកដែលយាមថែរក្សានឹងក្រាបទូលរបស់ព្រះរាជកុមារពវបិតាមិនទាន់សកត់ទេមានបច្ចុប្បន្ននៅឡើយចុះហេតុអ្វីបានជារស់នៅយូរម្ល៉េះអាមាត្យក្រាបទូលព្រះពវមេត្តាចូលទៅគល់នាំយកព្រះស្ងោយមកហូបអាហារនឹងទៅថ្វាយរាល់តែពេលដែលចូលទៅនឹងដល់ដឹងយ៉ាងហើយអាជាសត្រូវហាមទៀតមិនឲ្យពវមេត្តានឹងនាំយកព្រះស្ងោយមកហូបទៅថ្វាយទេកាលណាទៅឃើញកាន់យកមកហូបទៅឲ្យអាមាត្យនឹងដកយកចេញឲ្យចូលទៅខ្លួនទេចាដល់អញ្ចឹងព្រះអគ្គមហេសីព្រះបាទពិមពិសានឹងក៏រកមធ្យោបាយដើម្បីនៅបាននាំព្រះស្ងោយទៅថ្វាយទៀតដល់ហាមអញ្ចឹងហើយបានកន្លងយូរថ្ងៃមកអាជាតិសត្រូវនឹងសួរតាមាត្យ
ថាមាតវបិតាអញទីវិញគាត់ឲ្យនៅថានៅទេយ៉ាងសួរតែមិនបានតែមិនបានជានៅមិនទាន់អស់បច្ចុប្បន្នទីវិញគាត់ពពវមេដាលោករកអបាយលោកធ្វើផាត់ធ្វើប្រស្ងើយទៅលោកយកទៅប៉ាតសឡាបលៀបនឹងកន្សែងស្បៃកោសាកន្សែងបង្កណាយកទៅលៀបនឹងឯងកាលណាចូលទៅដល់ក្នុងពន្ធនាគារទ្រង់ដែកហ្នឹងក៏ថ្វាយស្បៃកោសាហ្នឹងទៅព្រះស្វាមីប្របាទភិមេសាលោកក៏ជញ្ជក់យកជាតិអាហារដែលអកមេស័យយកទៅលៀបសឡាបនឹងកន្សែងស្បៃកោសាហ្នឹងឯងលោកក៏មានបច្ចុប្បន្នរស់តទៅទៀតតែជាសត្រូវសួរតាមាទេតែពពបិតាទីបង្គាត់ឲ្យនៅថានៅទេថាមិនបាននៅយូរម្ល៉េះអាមាតក្រាបទូលប្រុសព្រះមេតានឹងបានយកមកហូបអាហារនឹងទៅលាបនឹងស្បៃកោសាកន្សែងដែលដណ្ដប់ចូលទៅដល់ថ្វាយកន្សែងទៅពវបិតាលោកជញ្ជប់ជាតិអាហារនឹងឯងអញ្ចឹងអាជាសត្រូវដឹងហាមមិនឲ្យមេដាដណ្ដប់យកស្បៃកោសាទៅទេចូលក្នុងនោះដល់ចឹងក៏ពវមេដាលោករកអបាយទៀតយកភឿននៅមកកិននៃមាត់រួចទៅយកមកលាបសឡាបខ្លួនលោកសាច់ទៅលោកមករួចទៅបានដើរចូលទៅគល់ព្រះស្វាមីនៅក្នុងទ្រុងព្រះស្វាមីទៅដល់ក៏ថ្វាយឲ្យព្រះស្វាមីជប់យកជាតិអាហារពីកាយនឹងឯងទៅបានមានបច្ចុប្បន្នបន្តទៅទៀតទៅអាជាត្រូវសួរថាអាមាតពវបិតាអញទីប្រកបឲ្យនៅថានៅទេយីមិនបាននៅយូរម្ល៉េះបងអត់អាហារអីអើតែទេប្រពវមេដាលោកយកអាហារមកលាបក្នុងសាច់លោកស្បែកលោកចឹងដល់លោកចូលទៅឲ្យព្រះវបិតាជញ្ជប់យកជាតិអាហារពីកាយរបស់ព្រះលោកនោះអញ្ចឹងអាជាសត្រូវហាមទីឈប់ឲ្យពវមេដាចូលយកតែធ្វើទេរណកម្មឪពុកឯដល់បងដល់ប្របាទពិមពិសាលោកអស់មនុស្សដែលទៅចិត្តបាននឹងពីមុនមានតែអកមេស័យមួយអង្គហ្នឹងដល់ឡូវកូនហាមមិនឲ្យម៉ែនឹងទៅជួបទៀតក៏លោកដើរចង្ក្រមក្នុងទ្រុងហ្នឹងដើរចម្រើនធ្វើចង្ក្រមទៅមកហ្នឹងអត់អាហារអាជាត្រូវសួរទៀតថាមាតពវបិតាអញទីបង្គាត់ឲ្យនៅថានៅទេថាមិនបានជានៅបច្ចុប្បន្នវែងឆ្ងាយដែលបើអត់មានអាហារអីសោយសោះហ្នឹងអាមាតប្រាប់ថាប្រុសឃើញពវបិតាលោកដើរចង្ក្រមចម្រើនធ្វើក្នុងទ្រុងហ្នឹងហើយដោយអំណាចនៃការព្យាយាមបដិបត្តិក្នុងធ្វើជួយទ្រទ្រង់ឲ្យលោកមានអាយុនឹងបន្តទៅទៀតបានដល់អញ្ចឹងអាជាសត្រូវបញ្ជាតែសូមឲ្យអ្នកឯងយកកំបិតដល់មុតទៅពុះបាតជើងពវបិតាអញនឹងពុះរួចឲ្យយកអំបិលបុកលេងមកទេម្រេចឲ្យទៅញាត់ក្នុងអាសនាមុខកំបិតហ្នឹងឯងហើយវាកាហាយឈឺចាប់ញើទៅត្រូវដូចកែប្រឡាក់អំបិលអញ្ចឹងដល់ចង្ក្រមក៏ដល់លេងរួចនេះធ្វើទេរណកម្មអញ្ចឹងអាមាត្យនឹងទៅក្រាបទូល
អំពីដែលការវះពុះបបាទអីហ្នឹងក៏យកបែលមកបុកលាយម្រេចលាយម្ទេសអីទៅដាក់ឲ្យយើងប្រឡាក់សាច់អញ្ចឹងណាលោកដើរលេងរួយរងទុក្ខវេទនាក្នុងទ្រង់ហ្នឹងមិនយូរប្រហែលថ្ងៃក៏តិវង្គតទៅអស់ផលជីវិតទៅតែចឹងអាជាសត្រូវនឹងសួរទៅអាមាត្យទៀតអស់បោសំទោអត់ដឹងទេព្រោះបិតាទីបង្គាត់អត់ដឹងទេតែថ្ងៃនឹងឯងអាជាសត្រូវនឹងមានកូនមួយកូននឹងកើតជំងឺគ្រុនក្តៅសន្លប់សន្លិនទៅគប់ភ័យនឹងកូននឹងឯងតក់ស្លុតពោឲ្យហៅពេទ្យហៅអីមកព្យាបាលកើតទុកនឹងកូនហ្នឹងដល់ពេលនោះនឹកឃើញពេលនោះនឹកឃើញដល់កូនឯងឈឺយ៉ាងទៅមានជំងឺទៅគាត់នឹកឃើញពោភ័យស្លន់ស្លោរត់រកពេទ្យឲ្យមកជួយព្យាបាលសួរនឹកឃើញសួរអាមាត្យដែលធ្លាប់រក្សាអាជាសត្រូវដែលលោកនៅពីក្មេងអញ្ចឹងណាថាមាត្យពពោបិតាអញស្រឡាញ់អញដែលអញស្រឡាញ់កូនអញចឹងដែរនឹកឃើញសួរបានអាមាត្យឆ្លើយថាក្រាបទូលព្រះសម្បតិទេបើតាមខ្ញុំព្រះអង្គដែលបានថែរក្សាព្រះអង្គនៅតាំងពីកុមារនៅឡើយហ្នឹងហើយនឹងឃើញព្រះអង្គថែរក្សាបរិជ្ជបុត្រព្រះអង្គហ្នឹងចាំព្រះអង្គថាព្រះអង្គស្រឡាញ់បរិជ្ជបុត្រព្រះអង្គមិនស្មើនឹងពពោបិតាស្រឡាញ់ព្រះអង្គទេបានអាមាត្យលើករឿងក្រាបទូលថាពេលមួយហ្នឹងព្រះអង្គទ្រង់កើតរោគទំនួចពឹសនៅចុងម្រាមដៃអាទំនួចពឹសនឹងឈឺណាស់បើកើតចុងម្រាមដៃឈឺចុកចាប់ខ្លាំងស្រែកយំបង្រាស់រនាលឯពពោបិតាប្របាទអាជាសតាប្របាទភេមពិសាហ្នឹងភេមពិសាលរាជហ្នឹងឃើញកូនលក្ខណៈក៏ភ័យលើកូនលើអាជាសត្រូវមកបញ្ជីលើស្មាហ្នឹងគេយកម្រាមដៃដែលកើតទំនួចពឹសនោះមកបៀមក្នុងងឹតដល់រត់ពេញតែប្រាសាទហ្នឹងឯងលួងកូនហ្នឹងអាមាត្យរៀបរាប់យ៉ាងនេះឆ្នេះក្រាបទូលទៅអាមាត្យថាបើសិនជាធៀបគ្នារឿងក៏ព្រះអង្គនៅព្រះរាជកុមារនិងព្រះអង្គស្រឡាញ់ព្រះរាជបុត្រខុសគ្នាឆ្ងាយគណៈប៉ុណ្ណឹងអាជាសត្រូវសន្លប់គេថាមានវិបដិសារីក្នុងចិត្តអត់ទាំងសន្លប់ទេសំចិត្តដល់ចឹងនឹកឃើញថាយីអាមាត្យបើអញ្ចឹងទៅដោះពពោបិតាអញលេងពីទ្រុងមកអាមាត្យក៏រត់ទៅឯទ្រុងគុកដែកទៅដល់ពពោបិតាទីបង្គាត់ផុតទៅបាត់ដែរក៏មកនាំព័ត៌មានមកក្រាបទូលវិញថាបបពេលព្រះសម្បតិទេពពោបិតាទ្រង់ទីបង្គាត់ផុតទៅហើយនេះអាជាត្រូវលឺទៅពពោអាមាត្យនឹងក្រាបទូលសម្លាប់ភ្លាមក៏សម្លាប់បាត់ស្មារតីទៅព្រោះមានវិបដិសារីក្នុងចិត្តនឹងដែលធ្វើទារណកម្មឪពុករបស់ខ្លួននឹងហើយអត់ដឹងថាឪពុកស្រឡាញ់ខ្លួនទេនឹងសោកស្ដាយវិបដិសារីក្រោយបណ្ណាជាសត្រូវនឹងលោកខុសដែលទៅសែបគុំក្នុងមិត្តពីលគឺទេវទត្តហ្នឹងទេបើតាមជាតិរបស់លោកអត់អីទេបើទេវទត្តទៅបញ្យល់បោសពបែបសពយ៉ាងដើម្បីយកកម្លាំងអាជាសត្រូវដែលមានអំណាចឲ្យទៅសម្លាប់ពុទ្ធបំណងនោះអញ្ចឹងដើម្បីខ្លួនឯងបានកើតជាពុទ្ធហើយពុទ្ធសាសនានេះពុទ្ធលោកអត់បានបង្រៀនឲ្យដើរសពគេទេអត់ឲ្យដើរទីពឹងឲ្យណាជាសំជំនួយពីគេអត់មានទេ
โดยសំជំនួយវិពុអតិទេអត់ពុទ្ធអត់មានបញ្រៀនទេពុទ្ធបញ្រៀនឲ្យធ្វើការទេតែពុទ្ធបញ្រៀនមនុស្សនោះឲ្យចេះជួយសង្គ្រោះគ្នាសម្រាប់មនុស្សនឹងមនុស្សនោះឧទាហរណ៍លោកបញ្រៀនមេដាបិតាឲ្យសង្គ្រោះកូនប្រុសស្រីដោយធ្វើ5យ៉ាងបញ្រៀនកូនប្រុសស្រីឲ្យសង្គ្រោះម៉ែឪវិញដោយធ្វើ5យ៉ាងដែរបញ្រៀនប្តីឲ្យសង្គ្រោះប្រពន្ធដោយធ្វើ5យ៉ាងបញ្រៀនប្រពន្ធឲ្យសង្គ្រោះប្តីវិញធ្វើ5យ៉ាងបញ្រៀនលោកគ្រូឲ្យសង្គ្រោះសិស្សសង្គ្រោះគ្រូឲ្យបព្វជិតនេះសង្គ្រោះបរិស័ទសង្គ្រោះបព្វជិតវិញអ្នកបួសវិញទៅមកអញ្ចឹងនេះសម្រាប់ពុទ្ធសាសនាលោកបញ្រៀនឲ្យសង្គ្រោះនេះអញ្ចឹងទេជួយគ្នាទៅវិញទៅមកហ្នឹងហើយបើសិនណាយើងសុំមនុស្សដូចគ្នាបានខ្លះការជួយសង្គ្រោះខ្វះខាតហើយយើងសុំមនុស្សដូចគ្នាបានខ្លះបើសមាធិទេពអេសូនរីព្រំទេវតាអត់ទាំងអស់ណាឧទាហរណ៍ញោមស្លទៅខ្វះជីខ្វះលក្ខក្រៃលេងបងស្លហ្នឹងទៅផ្ទះក្បែរឃើញយាយហ្នឹងក៏មានលក្ខក្រៃមានជីមានលេសុំយាយអើយខ្ញុំស្លទៅខ្វះលក្ខក្រៃជីសុំលក្ខក្រៃជីយកយាយមកបងស្លបានយាយថាបេះទៅចៅយកទៅអានេះគេសង្គ្រោះជួយនេះហើយតែបើសុំជីស្លឹកគ្រៃអនលែងពីព្រះអេសូនណារីប្រកាសជាអត់អានឹងពុទ្ធសាសនាលោកនិយាយរឿងនេះការដែលផ្ដល់អ្វីឲ្យគ្នាជាកិរិយាដែលសង្គ្រោះជួយគ្នាទៅវិញទៅមកក្នុងសង្គមរបស់មនុស្សពុទ្ធសាសនាពុទ្ធបញ្រៀនឲ្យជួយទេព្រះសម្មាសម្ពុទ្ធលោកយកបฏิទុកដាក់ក្នុងជីវិតរបស់មនុស្សព្រោះលោកឃើញថាជីវិតរបស់មនុស្សជួបនឹងសេចក្តីទុក្ខវេទនាលំបាកនឹងច្រើនប្រការច្រើនបែបណាស់ចឹងបានព្រះអង្គប្រាថ្នាដើម្បីត្រាស់ដឹងជាពុទ្ធនឹងសម្ដែងធ្វើប្រសាទនឹងឲ្យបដិបត្តិឆ្លងរួចចេញពីទុក្ខនឹងធ្វើនោះសម្រាប់ឲ្យយើងបដិបត្តិយើងធ្វើតែញោមណាដោយនៅក្នុងអរិយមគ្គអថង្គិកមគ្គនេះយើងពិនិត្យទៅឃើញតែឲ្យយើងធ្វើការដោយកាយដោយវាចាចិត្តបញ្ញាយើងទាំងអស់សតការងារទាំងអស់ចង់ចេញចាកទុកទៅកាន់ព្រះនិព្វានបានក៏ត្រូវតែធ្វើការដែរអត់មានបន់ស្រន់បួងសួងអីសុំឲ្យពុទ្ធនាំទៅដាក់និព្វានបានទេអត់ទេសតតែធ្វើការងារទាំងអស់អាស្រ័យនេះបានយើងជាពុទ្ធបរិស័ទត្រូវសមាទាននឹងទទួលកាន់យកនៅបរតនត្រ័យទាំង3គឺពុទ្ធពធប្រសង្ឃមកជាទីពឹងក្នុងចិត្តអត់មានយកអីខុសពីនឹងទេដល់បានទេញោមណាបណ្ណាអាត្មាពិនិត្យទៅឃើញថាញោមញាតិពុទ្ធបរិស័ទនឹងបានសមាទានយ៉ាងម៉េចដូចមិនសមាទានពុទ្ធធម្មសង្ឃសរណង្កច្ឆាមិទុតិយំពេពុទ្ធធម្មសង្ឃសរណង្កច្ឆាមិតតយំពេពុទ្ធធម្មសង្ឃសរណង្កច្ឆាមិបដញ្ញាតែខ្ញុំសូមយកពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកជាគម្រប់ម្ដងផងហ្នឹងទុតិយំពេជាគម្រប់2ដងផងតតយំពេជាគម្រប់3ដងផងទោះមានហេតុការណ៍អ្វីកើតឡើងក៏ត្រូវតែនឹកក្នុងចិត្តទីពឹងចំពោះបរតនត្រ័យទាំង3មិនយករតនៈដតីមកជាទីពឹងទេប៉ុន្តែមើលទៅញោមញាតអត់មែនអញ្ចឹងទេឃើញតែមានភ័យអីនៅទៅបន់ឯណាអ្នកតាដងកើអ្នកតាវត្តភ្នំឯណាសៀមរាបនិយាយទីបឯណាអ្នកតាតំបងដែកអង្គជ័យចំឯណាហ្នឹងដែលវាខុសពោលវាទៅជាកុហកខ្លួនឯងអាហ្នឹងកុហកខ្លួនឯងហើយតែខ្ញុំមិនយករតនៈដតីក្រៅពីពុទ្ធពធប្រសង្ឃជាទីពឹងទីរលឹកទេដល់មានភ័យហ្នឹងក៏វែងចោលបាត់ទៅថាឲ្យណាមកជួយនឹងអត់ស្រួលកុហកខ្លួនឯងថាបានទេញោមណាបើអញ្ចឹងឈប់កុហកខ្លួនឯងឈប់កុហកដោយសាសនាដទៃសាសនាព្រាហ្មណ៍សម័យពុទ្ធនឹងពួកជាដែលពួកសបៃបរពាជក់ពួកនេះក្រុនពួកអញ្ញដែលថៃគេមិនមែនជាអ្នកកាន់ពុទ្ធសាសនាទេប៉ុន្តែគេមានបញ្ញាសាសនាព្រាហ្មណ៍គេគោរពអេសូនរាយព្រំហ្នឹង
ដល់មកជួបនឹងព្រះសម្មាសម្ពុទ្ធស្ដាប់ធម៌ទៅព្រះពុទ្ធលោកសម្ដែងពីហេតុពីផលយល់ទេហើយប្រាប់ហេតុផលដល់យល់គេស្ដាប់បានពីមុនមិញគេសង្ឃឹមនៅព្រះអាទិទេពទាំងអស់ហ្នឹងឯងដល់ព្រះពុទ្ធលោកបញ្យល់ហេតុផលគេយល់គេក៏វែងសាសនាលទ្ធិបើគេចោលព្រាមឈប់ពឹងអីសូនរាយព្រះព្រំហ្នឹងហើយចប់ព្រះពុទ្ធសម្ដែងធ្វើចប់គេបញ្ចេញវាចាជាសញ្ញាថាបបិទ្ធព្រះគោតមដែលចម្រើនធ្វើដែលព្រះអង្គសម្ដែងនេះគឺថាច្បាស់លាស់ណាស់ហើយវាជាពឹសស្ដារដោយអនេកបរិយាយខ្ញុំព្រះអង្គស្ដាប់បានជ្រះថ្លាថាដូចជាគេទាញរបស់ដែលផ្កាប់នោះឲ្យផ្ងាមិត្តឡើងលើដូចក្អមឆ្នាំងអីពីមុនផ្កាប់អញ្ចឹងភ្លៀងប្រមាណ100មេក៏អត់ចូលរួចដល់ឡើងដូចផ្ងាហើយមានទឹកភ្លៀងមកចូលក្នុងក្អមបានស្ដាប់ធម៌បានពុំនៅសោតទេដូចជាគេបើកគម្របដែលគេទៅក្របរបស់អីហ្នឹងទៅទាញអាគម្របចេញឃើញរបស់ដែលគេក្របពីមុនមើលអត់ឃើញទេណាគេទាឧបមាពុំនៅសោតទេដូចជាគេប្រាប់ផ្លូវដល់មនុស្សដែលកំពុងទៅដើរវង្វេងទិសមិនដឹងឯណាជើងឯត្បូងណាប្រាប់ឲ្យទៅស្គាល់ដឹងទិសជាជើងត្បូងឡើងពុំនៅសោតទេដូចជាគេអុជភ្លើងទៅបំភ្លឺក្នុងទីដែលងងឹតដើម្បីឲ្យមនុស្សដែលមានភ្នែកភ្លឺឃើញរូបក្នុងទីងងឹតនោះបានយ៉ាងណាមិញព្រះគោតមដែលចរានព្រះអង្គខ្ញុំព្រះអង្គក៏ច្បាស់លាស់យ៉ាងនេះឯងគ្មានអីស្រមាំងស្រមៃទៀតទេនឹងធម៌ដែលព្រះអង្គសម្ដែងប្រពទានអញ្ចឹងគេបដិញ្ញាគេក៏វែងលទ្ធិចាស់ចោលដែលគេធ្លាប់យកបរតនត្រ័យអីសូនរាយព្រមទីពឹងគេឈប់បដិញ្ញាថាបបិទ្ធព្រះគោតមដែលចម្រើនខ្ញុំព្រះអង្គសូមដល់នៅព្រះគោតមដល់ចម្រើនផងព្រះធម៌ផងព្រះសង្ឃផងជាទីពឹងទីរឹងនេះគេបដិញ្ញាជាឧបាសកឯបងស្មើដល់ជីវិតតាំងពីពេលនេះថ្ងៃនេះឯងតរៀងទៅរតនត្រ័យច្បាស់លាស់ព្រោះគេអត់ទៅទីពឹងឯណោះទៀតទេបើញោមញាតមិនអញ្ចឹងទេក៏តែខ្លួនឯងបើឡើយឈប់ក៏ខ្លួនឯងតែបានទេឈប់ក៏គេបវរណាចំពោះព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះគោតមដែលចម្រើនតទៅមុខព្រះអង្គពុទ្ធដំណើរមកកាន់ភូមិកាន់ស្រុកនេះវិលាណាគ្រាណាព្រះគោតមដែលចម្រើនរាប់អានត្រកូលអ្នកដតីយ៉ាងណាក៏សូមឲ្យរាប់អានត្រកូលខ្ញុំយ៉ាងក៏យ៉ាងដូចនេះសំគាល់ថាជាឧបាសកគេជប់រវល់នឹងអីហើយតាមបានទេញោមណាវិសង្ខារមកបានញោមក៏ហក់ខ្លួនឯងឈប់ក៏ហក់អរិយមមនដ្ឋិមេសរណង្អញ្ញੰពុទ្ធោមេធម្មោមេសង្ឃោមេវត្ថុដតីជាទីពឹងទីរលឹករបស់ខ្ញុំបកករណាមិនមានឡើយមានតែព្រះពុទ្ធព្រះសង្ឃធ្វើអបសង្ឃចំចាស់ជាទីពឹងទីរលឹកបដិញ្ញាថាអញ្ចឹងបានប្រយ័ត្នតកើតហេតុអីភ័យឡើងនេះអូព្រះអ្នកតាដងកើនោះអត់ធូរឲ្យទៅលោមមកថាទេអាហ្នឹងក៏ហក់ខ្លួនឯងទេបើតាមច្បាប់ពុទ្ធសាសនាថាដាច់ត្រៃសរណគមណាវាដាច់ការសុំយកពុទ្ធប្រទើប្រសង្ឃជាទីពឹងទីរលឹកហ្នឹងដាច់អស់ទៅបើយើងទីពឹងរតនដតីដែរណែមួយសំបញ្ជារឿងនោះកុំកុហកខ្លួនឯងមួយកុំកុហកពុទ្ធប្រទើប្រសង្ឃនោះទៀតណាកុហកទាំងពីរចឹងអាខ្លួនឯងក៏កុហកកុហកពុទ្ធប្រទើប្រសង្ឃក៏កុហកតែបានហ្នឹងកុហកទាំងពីរហើយពុទ្ធនោះហាមមិនឲ្យយើងកុហកគេទៅកុហកពុទ្ធនោះមិនគេទេនេះគិតមែនតើណាញោមពីមុនយ៉ាងមិនគិតទេឥឡូវគិតឲ្យច្បាស់ឡាហើយដល់បន្តមកទៀតនេះជាសិល5មិញហ្នឹងតែញោមទៀតសមាធិសិល5ពុទ្ធលោកសម្ដែងថាសិល5ទុកដូចជាតួផែនដីមួយទាំងមូលដែរអញ្ចឹងរួចមនុស្សទាំងអស់ត្រូវតែជើងជន់ជាប់ក្នុងផែនដីទើបទប់ខ្លួនរបស់ខ្លួនមិនអោយត្រេតត្រោតមិនអោយដួលមិនអោយក្លែងក្លងរសាត់ទៅណាបានព្រោះជើងជន់ផែនដីពេលបើសិនណាយើងអត់មានសិលទេដូចជាជើងអត់បានជន់ផែនដីថាបានហើយវាត្រេតត្រោតវាក្លែងក្លងរមៀលទៅបតែលតោល
ក្នុងអត្តន័យថាបើអត់សិលយើងប្រព្រឹត្តអំពើអាក្រក់ដោយកាយវាចាចិត្តហ្នឹងសាបាណានៅវាត្រេកត្រោអត់នឹងទេបើអញ្ចឹងលោកថាសិលហ្នឹងជាគ្រឿងលម្អរបស់មនុស្សខាងដើមដំបូងគេទាំងអស់ហើយលោកទុកជាម្ដាយរបស់ធ្វើកល្យានធម៌ទាំងអស់ប្រមុខរបស់ធម៌ទាំងអស់បើអញ្ចឹងត្រូវឲ្យបរិស័ទហ្នឹងថែរក្សាជំរះសិលឲ្យស្អាតសិល5សិល5នេះយើងសិក្សាទៅឃើញតែជាសិទ្ធិរបស់មនុស្សសិទ្ធិគឺការគោរពដល់មនុស្សជីវិតជុំវិញខ្លួនមិនឲ្យជីវិតជុំវិញខ្លួនបានទទួលប៉ះពាល់អីអំពីសេចក្តីអាក្រក់ដោយកាយដោយវាចារបស់យើងទៅលើជីវិតជុំវិញខ្លួនទេអានេះឈ្មោះថាគោរពសិទ្ធិមនុស្សហើយ